ចាប់តាំងពីកម្ពុជាមានលោកហ៊ុនសែនជាក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្ពុជាហាក់ដូចជាមិនទាន់មានការអភិវឌ្ឍឲ្យមានការរីកចម្រើននៅកន្លែងណាមួយគួរឲ្យពលរដ្ឋខ្មែរមានការកត់សម្គាល់នោះនៅឡើយទេតែផ្ទុយទៅវិញការដឹកនាំរបស់លោកហ៊ុនសែនបែរជាមានការអភិវឌ្ឍវិស័យពុករលួយច្រើនជាងវិស័យផ្សេងៗគួរឲ្យពលរដ្ឋខ្មែរកត់សម្គាល់យ៉ាងខ្លាំងរហូតដល់ថ្នាក់គ្រាន់តែសម្ដីរបស់លោកគឹមសុខាអនុប្រធានទី1នៃរដ្ឋសភាជាតិនិយាយថានឹងដកមន្ត្រីពុករលួយនៅក្នុងជួររដ្ឋាភិបាលចោលសោះធ្វើឲ្យលោកហ៊ុនសែនមានការខឹងសម្បាទៅនឹងសម្ដីរបស់លោកគឹមសុខាដែលគេមានបំណងចង់បំបត្តិអំពើពុករលួយចេញពីប្រទេសគេទៅវិញមិនត្រឹមតែប៉ុណ្ណោះលោកហ៊ុនសែនដល់ថ្នាក់គម្រាមថានឹងបោះឆ្នោតទម្លាក់លោកគឹមសុខាចេញពីអនុប្រធានទី1នៃរដ្ឋសភាជាតិទៅវិញប្រសិនបើហ៊ានដកមន្ត្រីណាមួយពីជួររដ្ឋាភិបាលនោះអញ្ចឹងមានន័យថាលោកហ៊ុនសែនគឺជាក្បាលម៉ាស៊ីនមួយពោពេញទៅដោយអំពើពុករលួយទើបបណ្ដាលឲ្យគាត់ចង់ទុកមន្ត្រីពុករលួយនៅក្បែរខ្លួនរបស់គាត់សម្រាប់ធ្វើជាទីប្រឹក្សាប្រព្រឹត្តអំពើពុករលួយតទៅមុខទៀតម្យ៉ាងទៀតនោះអ្វីដែលធ្វើឲ្យសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនមានការរិះគន់ពីសំណាក់គ្រប់មជ្ឈដ្ឋាននោះគឺការដឹកនាំរបស់គាត់ជាង30ឆ្នាំមកនេះមិនត្រឹមតែដឹកនាំកូនចៅឲ្យចេះប្រព្រឹត្តអំពើពុករលួយតែប៉ុណ្ណោះទេថែមទាំងការពារព្រៃឈើមិនឲ្យគង់វង្សស្ទើរតែបាត់បង់គ្មានសល់ទៀតផងហើយមានពេលខ្លះសម្ដេចថែមទាំងបានសន្យាថានឹងកាត់កកចោលទៀតផងក៏មានប្រសិនបើសម្ដេចការពារព្រៃឈើមិនបាននោះរហូតមកដល់ពេលនេះការសន្យានោះមិនបានអនុវត្តបានទាល់តែសោះអ្វីដែលពលរដ្ឋខ្មែរមានការសោកស្ដាយចំពោះមេដឹកនាំប្រភេទនេះទៀតនោះគឺនៅពេលដែលលោកហ៊ុនសែនធ្វើអ្វីមួយខុសហើយមានការរិះគន់ពីសំណាក់មន្ត្រីសង្គមស៊ីវិលនោះលោកហ៊ុនសែនក៏ចាប់ផ្ដើមដំឡើងសរសៃករបស់គាត់គំរាមថានឹងតាមចាប់ដល់ផ្ទះហើយគាត់បាននិយាយថាកុំចង់មកលេងជាមួយនឹងលោកហ៊ុនសែនប្រសិនណាបើមិនទាន់ស្គាល់ប្រវត្តិលោកហ៊ុនសែនច្បាស់ទេនោះថែមទាំងជីគេថាអាប្រភ្លើអាប្រហើនដែលសម្ដីទាំងនេះសុទ្ធតែជាសម្ដីប្រជាសិលធម៌ពីសង្គមកម្ពុជាសម្ដីទាំងនេះបណ្ដាលឲ្យពលរដ្ឋកម្ពុជាដាក់ឈ្មោះថាលោកនាយករដ្ឋមន្ត្រីកសាងតែកំហុសនិងកំហឹងប្រដេជប្រគុណបុត្របន្ទិញនឹងមានបទវិភាគមួយស្ដីអំពីបញ្ហានេះលោកហ៊ុនសែនគឺជានាយករដ្ឋមន្ត្រីដ៏ល្បីមួយនៅក្នុងតំបន់អាស៊ីក៏ប៉ុន្តែភាពល្បីល្បាញរបស់លោកហ៊ុនសែនមិនបានបណ្រើផលប្រយោជន៍ដល់ប្រជាជនខ្មែរនោះទេហើយអ្វីដែលហ៊ុនសែនល្បីខ្លាំងជាងគេនោះគឺអំពើពុករលួយដែលជាកំហុសសម្រាប់ជាតិទាំងមូលតែម្ដងមិនត្រឹមតែកសាងអំពើពុករលួយប៉ុណ្ណោះទេលោកហ៊ុនសែនក៏បានកសាងមន្ត្រីអាក្រក់ជាច្រើននៅក្នុងជួររដ្ឋាភិបាលរបស់លោកផងដែរទោះជាលោកហ៊ុនសែនមានមន្ត្រីអាក្រក់ក្នុងរដ្ឋាភិបាលរបស់លោកយ៉ាងច្រើនយ៉ាងណាក៏ដោយក៏លោកមិនអនុញ្ញាតឲ្យបុគ្គលណាមួយជួយដកមន្ត្រីពុករលួយនៅក្នុងរដ្ឋាភិបាលរបស់លោកឡើយថ្មីនេះសមាជិកសភាមកពីគណៈបកសង្គ្រោះជាតិដែលលោកគឺជាអនុប្រធានសភាជាតិផងនោះលោកបានមានគំនិតផ្ដួចផ្ដើមជួយនាយករដ្ឋមន្ត្រីក្នុងការកម្ចាត់មន្ត្រីពុករលួយនៅក្នុងរដ្ឋសភាក៏ដូចជានៅក្នុងជួររដ្ឋាភិបាលក៏ប៉ុន្តែគំនិតផ្ដួចផ្ដើមរបស់លោកអនុប្រធានសភាគឺលោកកឹមសុខាមិនបានធ្វើឲ្យលោកហ៊ុនសែនស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមនោះទេមិនត្រឹមតែមិនស្វាគមន៍គំនិតផ្ដួចផ្ដើមប៉ុណ្ណោះទេលោកហ៊ុនសែនក៏បានព្រមានលោកកឹមសុខាផងដែរថាលោកនឹងចាត់ចែងដកទូនាទីលោកកឹមសុខាផងដែរប្រសិនបើលោកកឹមសុខានៅតែមានមហិច្ឆតាជួយកម្ចាត់មន្ត្រីអាក្រក់នៅក្នុងជួររដ្ឋាភិបាលរបស់លោកទង្វើនិងសម្ដីរបស់លោកហ៊ុនសែនហាក់បីដូចជាចង់ការពារបុគ្គលដែលប្រព្រឹត្តអាក្រក់ក្នុងរដ្ឋាភិបាលជាពិសេសគឺប្រព្រឹត្តអំពើពុករលួយប្រសិនបើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានមហិច្ឆតាការពារបុគ្គលប្រព្រឹត្តអាក្រក់ក្នុងរដ្ឋាភិបាលនោះគោលនយោបាយកែតម្រង់ស៊ីជម្រៅក្នុងអាណត្តិទី5របស់លោកប្រកាសជានឹងមិនទទួលបានជោគជ័យនោះទេក្រៅពីភាពល្បីល្បាញអំពីអំពើពុករលួយលោកហ៊ុនសែនក៏មានភាពល្បីល្បាញថាជានាយករដ្ឋមន្ត្រីទទួលបានបណ្ឌិតកិត្តិយសច្រើនជាងគេផងដែរហើយបណ្ឌិតកិត្តិយសដែលលោកទទួលបាននោះគឺមកពី11ស្ថាប័នផ្សេងគ្នាហើយការទទួលបានបណ្ឌិតកិត្តិយសរបស់លោកនោះគឺមានចំនួនច្រើនដល់លើសលប់ហើយបណ្ឌិតកិត្តិយសរបស់លោកនោះមានចំនួន4ជំនាញគឺបណ្ឌិតកិត្តិយសខាងវិទ្យាសាស្ត្រនយោបាយបណ្ឌិតកិត្តិយសច្បាប់បណ្ឌិតកិត្តិយសអប់រំនិងការអភិវឌ្ឍហើយនឹងចុងបញ្ចប់គឺបណ្ឌិតសេដ្ឋកិច្ចតែម្ដងទោះជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានសញ្ញាបត្របណ្ឌិតដ៏ច្រើនយ៉ាងណាក៏ដោយហើយក្នុងនោះសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចក៏លោកហ៊ុនសែនមិនបានធ្វើឲ្យសេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនដូចជាអរិយប្រទេសដទៃនោះទេសាកលវិទ្យាល័យមួយចំនួនដែលបានផ្ដល់បណ្ឌិតកិត្តិយសឲ្យលោកហ៊ុនសែននោះគឺមានសាកលវិទ្យាល័យមកពីប្រទេសយួនទីក្រុងហាណូយសាកលវិទ្យាល័យមកពីប្រទេសអាមេរិកហើយនិងសាកលវិទ្យាល័យមកពីប្រទេសកូរ៉េនិងអង់គ្លេសជាដើមហើយមួយចំនួនទៀតលោកហ៊ុនសែនក៏បានទទួលបណ្ឌិតកិត្តិយសមកពីប្រទេសថៃផងដែរទោះជាលោកហ៊ុនសែនទទួលបានកិត្តិយសកេរ្តិ៍ឈ្មោះល្បីរន្ទឺយ៉ាងណាក៏ដោយក៏ប៉ុន្តែអ្វីដែលលោកហ៊ុនសែនបានធ្វើអស់រយៈពេល30ឆ្នាំនេះមិនបានធ្វើឲ្យប្រជាជនខ្មែរកត់សម្គាល់ថាជាទង្វើមួយដ៏ត្រឹមត្រូវសម្រាប់ប្រទេសជាតិនោះទេជាក់ស្ដែងដូចជាលោកហ៊ុនសែនកំពុងតែបានបន្តកំហុសជាច្រើនទើបធ្វើឲ្យប្រជាជនខ្មែរមានកំហឹងជាច្រើនជាមួយនឹងលោកហ៊ុនសែនជាក់ស្ដែងលោកហ៊ុនសែនមិនបានដោះស្រាយបញ្ហានៃការកាប់បំផ្លាញព្រៃឈើលោកហ៊ុនសែនមិនបានដោះស្រាយចំពោះបញ្ហាដីធ្លីលោកហ៊ុនសែនមិនបានកម្ចាត់មន្ត្រីអាក្រក់ជាច្រើននៅ
នៅក្នុងជួររដ្ឋាភិបាលរបស់លោកហើយរឿងទាំងអស់នេះហើយដែលលោកហ៊ុនសែនបានកសាងកំហុសពីមួយអាណត្តិទៅមួយអាណត្តិដោយសារការកសាងកំហុសរបស់លោកហ៊ុនសែនកើតឡើងច្រើនអេតគណនានេះហើយទើបធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បាជាច្រើនជាមួយនឹងលោកនាយករដ្ឋមន្ត្រីនេះហើយអ្វីដែលជាកំហុសកាន់តែធំនោះគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនបានការពារតម្លៃនៃបណ្ឌិតកិត្តិយសរបស់លោកទេគឺក្នុងរយៈពេលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតែងតែយកវេទិកាក្នុងពេលដែលលោកចូលរួមចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនានាក្នុងសាកលវិទ្យាល័យក្នុងព្រះរាជាណាចក្រកម្ពុជានោះលោកតែងតែយកវេទិកានោះដើម្បីវាយប្រហារដល់អ្នកនយោបាយគណៈបកប្រឆាំងនិងអង្គការសង្គមស៊ីវិលណាដែលហ៊ាននិយាយថាហ៊ុនសែនល្ងងក៏ប៉ុន្តែការវាយប្រហាររបស់លោកហ៊ុនសែនវាគ្រាន់តែជាការបន្ទាបតម្លៃនៃបុគ្គលដែលមានសញ្ញាបត្រដ៏ច្រើនជាងគេនោះទៅវិញទេធៀបពិតគឺបុគ្គលដែលជាបណ្ឌិតគេតែងតែយកវេទិកាជួបជាមួយនិស្សិតបញ្ញវន្តដើម្បីចែករំលែកបទពិសោធន៍ហើយនឹងដើម្បីធ្វើការអប់រំដល់និស្សិតបញ្ញវន្តចំនួនក្រោយឲ្យគេចេះចូលរួមធ្វើកិច្ចការល្អសម្រាប់ប្រទេសជាតិគេក៏ប៉ុន្តែផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានយកវេទិកានោះដើម្បីតែវាយប្រហារចំពោះអ្នកដែលប្រឆាំងជាមួយលោកតែប៉ុណ្ណោះទាំងអស់នេះគឺជាសម្ដីអេតប្រយោជន៍របស់លោកហ៊ុនសែនអ្នកដ៏មានកិត្តិយសជំនួសឲ្យភាសាអាល្ងងអាក្មេងបើនរឿងដែលខ្ញុំនិយាយថាញាត់វាមិនបានមកដល់ខ្ញុំគឺប្រហែលរឿងក្រោយនេះលោកឯងស្គាល់ប្រវត្តិរបស់ខ្ញុំមិនច្បាស់ទេស្គាល់សកម្មភាពរបស់ខ្ញុំមិនច្បាស់ទេបើថាល្ងងណាល្ងងតែឯងទៅបញ្ហាដីធ្លីខ្ញុំខិតខំដោះស្រាយណាអ្នកធ្វើអត្ថាធិប្បាយនៃវិទ្យុបារាំងអន្តរជាតិនិយាយភាសាខ្មែរក៏គេធ្វើបទអត្ថាធិប្បាយមួយដោយមានការគោរពនិងវិជ្ជាជីវៈក្រាន់បើជាងលោកដែលមានកិត្តិយសដែលខ្ញុំហៅជំនួសអាល្ងងនិងអាក្មេងពើគេនិយាយអំពីបញ្ហាចរាចរណ៍ឯកសារតែឯងមកថាឥឡូវគាត់ដឹងហើយគាត់ដោះឥឡូវគេដោះឲ្យតើបានអញ្ចឹងហើយបានពួកចវាយខេត្តរត់ទាំងយប់ហ្នឹងអីក៏ភ្លើទេក៏ភ្លើតែអានេះភ្លើខូចភាពបើលោកឯងនិយាយយកចំណេញអាងឡើងអាងចង់តម្លាក់នយោបាយរដ្ឋមន្ត្រីមើលលោកឯងថាមើលបើក្បាលបានដែរសូមអញ្ជើញអានេះក្មេងល្ងងភ្លើបើវាស្ដាប់អត់ច្បាស់វាប្រវត្តិរបស់វាមិនច្បាស់តែអញ្ចឹងយើងប្រកាន់ជាមួយកូនក្មេងបែបកូនក្មេងបានទេប៉ុន្តែជ្រុលហួរវាជ្រុលហួរនិយាយឲ្យលោកឯងភ្លឺព្រៃទៅធ្វើនយោបាយរដ្ឋមន្ត្រីដល់ថ្នាក់លេងដឹងអីអញ្ចឹងហើយខ្ញុំនិយាយអាដំណាក់កាលចុះក្រោយគ្មានណាគេរាយការណ៍ឲ្យខ្ញុំឲ្យរឿងហ្នឹងអានោះនិយាយគ្នាឲ្យច្បាស់កុំប្រហើនពេកខ្ញុំប្រើភាសាហ្នឹងឲ្យលោកអ្នកខ្លាយស្រោជំនួសពាក្យអាល្ងងនិងអាក្មេងបើព្រោះហេតុពេកអានេះអាងមាន VOA Free Asia អញមិនទូទៅហើយវាប្រហើនពេកហើយដល់ពេលគេនិយាយថាអូនិយាយអសុរោះតែណាអ្នកដែលជេរហ៊ុនសែនរាល់ថ្ងៃអសុរោះនឹងវាហួសពីអសុរោះហើយសិតតែលោកឯងហ្នឹងក្រុមលោកឯងហ្នឹងពួកកាយលោកឯងនេះខ្ញុំស្គាល់ពេកហើយចូលលោកហ៊ុនសែនហើយទៅប្រកាន់អីក្មេងពីលពីលព្រមបាត់ពីលវាអាងខ្លួនធ្វើអង្គការក្រៅរដ្ឋាភិបាលប្រយ័ត្នហើយបើលោកឯងមិនច្បាស់ទេមុននឹងនិយាយលោកឯងកន្លោះអណ្ដាតឲ្យបាន5000ដងទៅស្គាល់ប្រវត្តិហ៊ុនសែនច្បាស់ទេស្រីហ្នឹងគឺចង់ចឹងតែកណ្ដាប់បាក់ខូចកណ្ដាប់បាក់ខូចស្រីថាអ្នកខាងមិនគាត់ទៀនស្ដាប់ហើយហើយជឿណាស់រឿងនេះស្រីឲ្យតែអ្នកណាខូចខ្សែចាំដល់ថាកណ្ដាប់បាក់គឺប្រជាពលរដ្ឋយ៉ាងម៉េចការអភិវឌ្ឍប្រទេសយ៉ាងម៉េចអត់អាចមានទេគឺស្រីចាំគាត់ស្រីថាមិនចាស់គាត់តែមានអានេះស្រីទៅលើដៃមួយតែក្រោយសម្រាប់ដល់ក្រោយអាហ្នឹងឲ្យយើងឃើញមកហើយយើងទៅអញចាថ្ងៃមុនប្រពន្ធអញថាមិនទេចាប់ផ្ដើមឡងវិញថាមកពីអាពីស្រីបានជួយឃោសនាឲ្យប្រៃមិនចាំបាច់លោកឯងឃោសនាអញឲ្យឲ្យជេរកាន់តែជេរកាន់តែអញប្រកែអញកាន់អញឆ្លើយថាឲ្យជេរហើយនិយាយមកអា VOA នេះមួយហើយមួយថ្ងៃជេរគេ
អុកមួយខ្ញុំណាខ្ញុំតែវាអត់តងទេអ្នកលេងអុកពីរនាក់បានស្លាប់ទៅហើយតែគាត់ចាស់ពេកគាត់ចាស់ហើយគាត់ផឹកច្រើនគាត់ស្លាប់ទៅហើយដល់បានអ្នកលេងអុកទី3មកវាមិនងាប់ទេបើអត់ងាប់មួយហ្នឹងអស់ហើយតែវាអត់ងាប់ទេហើយលេងខូចទៅខូចឥឡូវជប់ឲ្យលើកអាលើសេះលើកខ្ពស់នេះមិនបានទេទូកលើកខ្ពស់ទូកគេណាដើរមកកាច់ជុំវងមូលមកស៊ីឯងណាទូកគេណាគៀងកណោះហើយយើងហើយខ្ញុំនេះវាមានអាមេសេងមកជាប់ហើយយើងចេះតែងាកទៅមើលអាមេសេងនោះបើវាមិនចាំបាច់យើងអត់ឆ្លើយទេឥឡូវទៅងាកមើលទៅវាបកអានោះមកស៊ីបកជឿអាងាយមិនតោះអុកងាប់នឹងអានេះត្រីបកណាបានអាហ្នឹងខ្ញុំកណាខ្ញុំជាប់ថាបើសិនខ្ញុំកណាខ្ញុំទៅនេះខ្ញុំកណាខ្ញុំពេលល្ងាចខ្ញុំកណាខ្ញុំលេងអុកខ្ញុំកណាខ្ញុំអវល់លេងអុកគេស្រែកជាយោដល់គេឈ្នះខ្ញុំថ្លែងទៅកាន់យុវជនទាំងឡាយពូអត់មាន Facebook ដើម្បីប្រកួតប្រជែងជាមួយអ្នកណាទេមានយុវជនឬក៏បងប្អូនទាំងឡាយខ្ញុំមិនបន្តមិនជេរបន្តិចទេបានបង្កើត Facebook ហ៊ុនសែននេះច្រើនណាស់ជួនកាលកូនខ្ញុំនៅបើខ្ញុំមើលមួយអីចឹងទៅហើយខ្ញុំនឹងវាចង្រៃទៅទៀតគឺថាដល់វាពិបាកមើលពេកខ្ជិលបើកមកខ្ជិលរៀនបើកមកអញ្ចឹងសូមប្រាប់ត្រឡប់ទៅវិញទេលោកឯងរត់ប៉ុណ្ណឹងម្នាក់ឯងក្នុងពេលដែលខ្ញុំអត់ដឹងហើយលោកឯងចេះប្រកាសជ័យជំនះលើខ្ញុំក្នុងពេលដែលខ្ញុំអត់ដឹងណែបើសិនតែខ្ញុំប្រឹងអាចមានរឿងទៀតតែខ្ញុំមិនដឹងទេតែខ្ញុំគ្រាន់តែបោះអំពីល្បិចខូចរបស់លោកឯងរត់ប៉ុណ្ណឹងម្នាក់ឯងខ្ញុំអត់ដឹងខ្លួនផងបើខ្ញុំបង្កើតដើម្បីរកការគ្រប់គ្រងបែរជាលោកឯងទៅមិនរួចពីដៃរបស់ហ៊ុនសែនទេព្រោះមានអីគ្រាន់តែចុចអាឡែកអញ្ចឹងជួជនយើងទាំងអស់ដែលគ្រប់គ្រងគណៈបកប្រជាជនទៅចេះតែចុចទៅឡែករហូតស្រឡាញ់ពេញចិត្តតែរហូតលោកឯងងាប់អាកន្លែងហ្នឹងតិចតែខ្ញុំនិយាយលេងលោកឯងក៏ខូចដែរគេចំណេញតែពីអញ្ចឹងមិនខ្មាស់ក្មេងទេណាខ្ញុំបោះអាការថ្ងៃនេះប្រហែលជាយុវជនយើងអាចភះខ្លួនមកកមុនប្រជាប្រិយលោកឯងខ្លាំងមកហ៎ក្នុងអត្រាគ្រប់គ្រងរបស់លោកឯងមានត្រឹមកម្រិតប៉ុណ្ណឹងហើយស្ទង់មតិអាយខ្ញុំមានដល់87% នៃអ្នកឆ្លាតហ៊ុនសែនពេញចិត្តហ៊ុនសែនរឿងអីខ្ញុំទៅខ្លាចលោកឯងអាហ្នឹងនិយាយពីល្បិចខូចពេកហ្មងអស់ទោះហ្មងអូយបើខូចម្លឹងអញ្ចឹងបានវាអញ្ចឹងដោយសារតែអាក្បួនខូចហ្នឹងហើយបានវាខូចអញ្ចឹងបានវាអញ្ចឹងណែគាត់ទៅស្រុកអង្គស្រួលណាពោះឲ្យគណៈបកប្រជាជន72% លោកឯងទៅច្បាស់ឥឡូវលោកយាយលោកតាគិតទៅមើលចេះគាត់ទៅធ្វើទៅរួចchứម្នាក់ឯងចេះយកអញឈ្នះហើយក្នុងពេលដែលគូប្រកួតមួយយើងអត់ដឹងខ្លួនសោះហើយនេះចេះតែយកមកមួយទៀតអំពីវាឲ្យខ្ញុំកណាខ្ញុំទៅតទួលតាមកញ្ចក់ទូបែកយុទ្ធយោរដ្ឋមន្ត្រីខ្ញុំមិនចាំបាច់ទៅថោកជាមួយលោកឯងនិយាយច្បាស់យើងរបស់អាហ្នឹងគេបោះឆ្នោតជ្រើសរើសតំណាងឲ្យយើងណាគេថាទៅតទួលគ្នាច្បាប់អត់មានចែងទេបើច្បាប់ចែងអាហ្នឹងចាប់ធ្វើច្បាប់អត់ចែងទេខ្ញុំកណាខ្ញុំធ្លាប់ប្រឡូកហើយក្នុងជីវិតនេះពេលដែលវេទិកាយុវជនខ្ញុំកណាខ្ញុំនិយាយក្នុងវ័យ30ឆ្នាំជាងបន្តិចខ្ញុំកណាខ្ញុំបានប្រឡូកចរចាជាមួយតួអង្គនយោបាយដ៏មានពិសោធន៍3នាក់ម្នាក់ទល់3ខ្ញុំកណាខ្ញុំស្គាល់ហើយរសជាតិនៃការចរចាជាមួយប្រទេសមហាអំណាចរាប់ទាំងប្រធានាធិបតីអាមេរិកបារ៉ាអូបាម៉ាប្រធានាធិបតីប្រាំងនិងមហាអំណាចដទៃទៀតដូចជាចិនដូចជាឥណ្ឌាដូចជាជប៉ុនដូចជាកូរ៉េខាងត្បូងឬក៏អគ្គលេខាធិការអង្គការសហប្រជាជាតិទៅខ្លាចអីជាមួយនឹងអារឿងអស់ចឹងក៏ប៉ុន្តែវាអត់មានតម្រូវការក្នុងច្បាប់ឲ្យធ្វើហើយណែកំពុងតែគិតអំពីខ្យល់ព្យុះដែលវាយបាក់វាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋតែព្យុះនយោបាយរបស់អស់លោកគ្រាន់តែជាព្យុះក្នុងដបឬព្យុះក្នុងកមទេគ្មានផលប៉ះពាល់អីសូម្បីតែបន្តិចខ្ញុំសូមផ្ដាំទៅអ្នកឯងចង់ឲ្យមានកុបកម្មបែបទុយនិយាយខ្ញុំនឹងបិទធ្វើវាយឆ្កែពេលនេះផ្ដាំឲ្យហើយបើអ្នកឯងប្រមូលគ្នាបានសុំជើងតែសូមផ្ដាំមួយម៉ាត់ផ្ដាំថាកុំជេរពួកអក្បត់ជាតិតែជេររឿងហើយលោកឯងហ៊ានទៅបើហើយហ៊ានបើបែរក្នុងរដ្ឋាភិបាលបើមិនចាប់លោកឯងដល់ផ្ទះទេថ្លៃគុំនិយាយពីរឿងសិទ្ធិប
បញ្ចេញមតិលើបែបនេះកុំថាមានអាពេលឯកសិនអាពេលឯកសិនក៏ត្រូវដាក់សិនដែរ5ហើយ ខ្ញុំប្រកាសរណាអាត្មាភាពភិក្ខុឋានៈធម្មវិទ្យុសំឡេងព្រះសង្ឃឯករាជ្យភ្នំពេញ ព្រះធេរានុធេរៈគ្រប់ព្រះអង្គបងប្អូនប្រិយមិត្តបណ្ដាញសង្គម Facebook ក្នុងនិងក្រៅប្រទេសទាំងអស់ជាទីមេត្រីព័ត៌មានប្រចាំថ្ងៃពីវិទ្យុសំឡេងព្រះសង្ឃឯករាជ្យសម្រាប់ថ្ងៃនេះចប់តែប៉ុណ្ណេះសូមបងប្អូនប្រិយមិត្តក្នុងនិងក្រៅប្រទេសទាំងអស់រងចាំតាមដានស្ដាប់ព័ត៌មានពីវិទ្យុសំឡេងព្រះសង្ឃឯករាជ្យជាបន្តទៀតនៅថ្ងៃស្អែកទៅតាមពេលវេលានិងម៉ោងដដែលសូមថ្វាយបង្គំលានិងចម្រើនពរលា